នៅតាមផ្លូវទៅលូជើខ្យល់នឹងព្រឹកធ្លាក់ខ្លាំងមែនទែនរហូតដល់ខ្ញុំបានជួបគ្រួសារមួយដោយចៃដន្យនៅក្នុងទូកតូចរបស់ខ្ញុំអ្នកបើកទូកនិងប្រពន្ធរបស់គាត់ញ័រដោយការភ័យខ្លាចដោយនិយាយថាគ្រួសារនេះមិនគួរលេងសើចជាមួយទេមិននឹកស្មានដល់បុរសវ័យក្មេងនៅក្នុងផ្ទះទោះបីជាហាក់ដូចជាត្រជាក់ក៏ដោយក៏គាត់មានចិត្តល្អណាស់គាត់មិនត្រឹមតែមិនបន្តរឿងនេះទេប៉ុន្តែគាត់ក៏បានលោតចូលទៅក្នុងទឹកកកហើយយកខ្ញុំចេញពីទឹកអ្នកបើកទូកឃើញរាងកាយសើមជោគរបស់គាត់ក៏និយាយហើយមើលមកខ្ញុំដោយចម្លែកអ្នកនាងតើអ្នកស្គាល់គ្រួសារនេះទេខ្ញុំបានសួរខ្ញុំមិនដែលជួបពួកគេពីមុនមកទេបើដូច្នេះហេតុអ្វីបានជាគាត់ធ្វើបែបនេះចំពោះអ្នកប្រហែលជាដោយសារតែគាត់ជាមនុស្សល្អពេលខ្ញុំនិយាយចប់សំឡេងសើចមួយបានមកពីខាងផ្លូវហើយបុរសវ័យក្មេងម្នាក់ដែលមានពុកចង្កាពណ៌ស្បានលេចចេញមកមើលទៅសង្ហាណាស់សូម្បីតែក្នុងរដូវរងាក៏ដោយគាត់នៅតែក្រវីកង្ហារបត់ភ្នែករបស់គាត់ញឹមដោយសំណើចមែនហើយនារីវ័យក្មេងនេះនិយាយត្រូវយ៉ាងឡាងរបស់យើងពិតជាមនុស្សដែលមានចិត្តល្អនិងមានចិត្តល្អបំផុតនៅក្នុងទីក្រុងលីនអានតើអ្នកនឹងទៅណាក្នុងព្រឹកធ្លាក់ខ្លាំងនេះនារីវ័យក្មេងខ្ញុំនឹងទៅជួនអ្នកទៅយ៉ាងណាក៏ដោយយ៉ាងឡាងជាមនុស្សល្អគាត់នឹងយល់ព្រមមិនថាវាកំពុងមករកខ្ញុំឬអត់នោះទេខ្ញុំមានឈុននៅស្ងៀមដាក់ចូលសក់វិញហើយងាកមកវិញអ្នកបើកទូកនិងប្រពន្ធរបស់គាត់មានសេចក្តីរីករាយជំនួសខ្ញុំដោយណែនាំថានារីវ័យក្មេងអ្នកមិនប្រញាប់ទេអ្នកអាចរងចាំតែព្រើឈប់នៅច្រាំងប៉ុណ្ណោះឥឡូវនេះទៅជាមួយទូកធំរបស់ពួកគេតើវាមិនថោកជាងទេខ្ញុំស្ទាក់ស្ទើរក្តាប់កណ្ដាប់ដៃរបស់ខ្ញុំបុរសវ័យក្មេងដែលស្លៀកពាក់ពណ៌ស្បានលើកចិញ្ចើមដោយខ្ជិលច្រអូសស្នាមញឹមលេងលើបូមាត់របស់គាត់តើអ្នកខ្លាចអ្វីយើងជាមនុស្សចម្លែកទាំងស្រុងអ្នកមិនមានរបស់មានតម្លៃសំបីតែមួយនៅលើអ្នកទេតើអ្នកគិតថាយ៉ាងឡាងនឹងខ្ញុំនឹងធ្វើបាបអ្នកទេការចំអកនៅក្នុងពាក្យរបស់គាត់គឺជាក់ស្ដែងសំបីតែចំពោះអ្នកបើកទូកនិងប្រពន្ធរបស់គាត់ពួកគេបានផ្លាស់ប្ដូរភ្នែកប៉ុន្តែខ្ញុំពិតជាប្រញាប់ហើយមិនអាចពន្យាពេលបានទេខ្ញុំគិតថាវាគ្រាន់តែជាដំណើរខ្លីមួយដូច្នេះហេតុអ្វីបានជារំខានជាមួយនឹងពិធីការខ្ញុំបានថ្លែងអំណរគុណដល់អ្នកបើកទូកនិងភរិយារបស់គាត់សម្រាប់ការជិះទូករបស់ពួកគេរួចប្រគល់ប្រាក់ឲ្យពួកគេហើយពួកគេបានបន្ទាបបន្ទះឈើចុះខ្ញុំបានលើកកញ្ចប់របស់ខ្ញុំលាអ្នកបើកទូកនិងភរិយារបស់គាត់រួចដើរដោយប្រុងប្រយ័ត្នចៅវាយនេះវ័យក្មេងបានព្យាយាមមករកខ្ញុំប៉ុន្តែខ្ញុំមិនបានប៉ះគាត់ទេខ្ញុំបានទាញខ្លួនខ្ញុំឡើងដោយខ្សែពួរហើយអរគុណគាត់បានសម្លឹងមើលខ្ញុំដោយត្រជាក់ស្រមុកក្តាប់កណ្ដាប់ដៃរបស់គាត់ហើយក្រវីកង្ហារបស់គាត់យ៉ាងខ្លាំងធ្វើឲ្យខ្លួនគាត់ប្រែជាទាំងស្រុងដោយកម្ដៅគណៈដំបងដែលធ្លាប់ល្បីល្បាញក្នុងចំណោមសិស្សលីយានបានធ្លាក់ចុះដល់ស្ថានភាពបែបនេះព្រះអង្គម្ចាស់និងអភិជនទាំងនោះដែលគោរពអ្នកភាពលោភលន់របស់ពួកគេអាចទិញទុកឲ្យអ្នកបានមែនទេគាត់បានសម្លឹងមើលខ្ញុំដោយចិត្តងាយអាក្រក់នៅក្នុងស្ថានភាពនេះតើអ្នកកំពុងព្យាយាមធ្វើជាជនរងគ្រោះសម្រាប់អ្នកណាខ្ញុំនៅតែមិនញើតខ្ញុំពិតជាមិនលក់ខ្លួនឲ្យចៅវាយនាយវ័យក្មេងទាំងនេះដើម្បីលុយទេខ្ញុំបានយកប្រាក់ខ្លះចេញពីកញ្ចប់របស់ខ្ញុំហើយប្រគល់វាទាំងអស់ចំនួនទឹកប្រាក់តិចតួចនេះគឺសម្រាប់ថ្លៃទូកសូមទទួលយកវាស៊ូឈួនញឹមដោយត្រជាក់និងប្រងើយកន្តើយមិនអីទេខ្ញុំឲ្យតម្លៃជីវិតរបស់ខ្ញុំមិនអាចទទួលយកសេចក្តីសប្បុរសរបស់អ្នកបានទេអ្នកគួរតែសងគុណនេះទៅម្ចាស់ពិតរបស់អ្នកដោយខ្លួនឯងគាត់បានលាបមុខពាក់កណ្ដាលរបស់គាត់ដោយបង្ហាញភ្នែកមុតស្រួចនិងងើបឡើងតើអ្នកហ៊ានទេខ្ញុំមិនហ៊ានទេបើប្រៀបធៀបទៅនឹងខឺឈួនដែលត្រូវបានគ្រប់ដណ្ដប់ដោយបន្លាខ្ញុំកាន់តែភ័យខ្លាចចំពោះការត្រូវបានកាត់អវយវៈចាប់តាំងពីចូលទៅក្នុងលីវិនហើយត្រូវបាននាំចេញទៅរាំរបាំលើកដំបូងរបស់ខ្ញុំដោយគ្រូរបស់ខ្ញុំបានខ្លាចជាអ្នករាំម្នាក់ក្នុងចំណោមអ្នករាំដែលត្រូវបានអញ្ជើញជាញឹកញាប់ដោយគ្រួសារអ្នកមាននៅក្នុងរាជធានីការចូលទៅក្នុងព្រះបរមរាជវាំងសម្រាប់ពិធីជប់លៀងក៏ជារឿងធម្មតាដែរប៉ុន្តែមិនថាឱកាសនោះមានភាពឆើតឆាយនិងមានកិត្យានុភាពយ៉ាងណានោះទេយើងដែលជាកូនប្រុសនៃភ្នំទាំង5ទីបំផុតមានឋានៈទាបយើងមិនអាចជៀសវាងការមើលងាយនិងធ្វើឲ្យអាម៉ាស់មុខដោយភ្ញៀវគិតយកមួយចំនួននោះទេយើងត្រូវលេបស្រាខ្លាំងដូចជាលេបកាំបិតយើងមិនអាចបង្ហាញការមិនពេញចិត្តជាមួយនឹងការលេងសើចបានទេមិនថាការប្រមាថមើលងាយយ៉ាងណាក៏ដោយអ្វីដែលកាន់តែអាម៉ាស់នោះគឺថាមនុស្សមួយចំនួននឹងប្រៀបធៀបយើងទៅនឹងអ្នកដទៃដោយបង្ខំយើងឲ្យធ្វើតាមជាញឹកញាប់យើងនឹងបញ្ចប់ដោយហូរឈាមដើម្បីរក្សាភាពគ្មានកំហុសរបស់យើងប៉ុន្តែប្រសិនបើយើងធ្វើឲ្យពួកអភិជនអាក់អន់ចិត្តហើយធ្វើឲ្យពួកគេមិនពេញចិត្តយើងអាចភ្លេចអំពីការរស់រានមានជីវិតនៅក្នុងរាជធានីម្ដងទៀតដូច្នេះចៅវីរបស់ខ្ញុំតែងតែណែនាំខ្ញុំឲ្យចេះដឹងនិងការពារខ្លួនឯងគ្រួសារកាន់តែមានកិត្យានុភាពមនុស្សកាន់តែគួររក្សាគម្លាតពីចៅហ្វាយក្រែងលោលងស្នេហ៍ហើយបាត់បង់ជីវិតទោះបីជាគូស្នេហ៍ប្រែជាត្រជាក់ក៏ដោយក៏មនុស្សម្នាក់អាចពិបាកក្នុងការទទួលបានកន្លែងឈរជើងខ្ញុំយល់ស្របយ៉ាងខ្លាំងជាមួយរឿងនេះប៉ុន្តែខ្ញុំមិនអាចគ្រប់គ្រងចិត្តខ្លួនឯងបានទេខ្ញុំបានលងស្នេហ៍នឹងមន្ត្រីនោះហើយមួយសន្ទុះក៏គិតចង់លះបង់បន្ទុកទាំងអស់របស់ខ្ញុំដោយគ្រាន់តែចង់នៅជាមួយគាត់ជារៀងរហូតមន្ត្រីនោះក៏ស្រឡាញ់ខ្ញុំខ្លាំងណាស់ដែរដោយមិនអើពើនឹងការបង្រៀនដ៏តឹងរ៉ឹងរបស់ជីតារបស់គាត់បានទិញផ្ទះមួយឲ្យខ្ញុំដោយសម្ងាត់ហើយចិញ្ចឹមខ្ញុំដោយទ្រព្យសម្បត្តិជាច្រើនចាប់ពីពេលនោះមកគាត់បានហាមឃាត់ខ្ញុំមិនឲ្យផឹកស្រាមួយដំណក់ដែលបង្ខំខ្ញុំឬរាំរបាំណាមួយដែលខ្ញុំមិនចង់សម្ដែងគាត់ជាមនុស្សស្ងៀមស្ងាត់ហើយមិននិយាយពាក្យផ្អែមល្ហែមទេគ្រាន់តែធ្វើអ្វីដែលធ្វើឲ្យខ្ញុំពេញចិត្តដោយស្ងាត់ដោយសារតែខ្ញុំបាននិយាយដោយចៃដន្យថាផ្កាក្តាមនៅក្នុងវិមានរបស់ព្រះអង្គម្ចាស់មានសម្រស់ស្រស់ស្អាតគាត់មានដើមក្តាមដ៏ធំមួយដើមដ៏អស្ចារ្យពីបឹងខាងលិចដែលដាំពីកន្លែងណាមិនដឹងគ្មានកន្លែងណាផ្សេងទៀតនៅក្នុងរាជធានីទាំងមូលដែលអាចរកឃើញដើមក្តាមដ៏ធំបែបនេះទេចំពោះបញ្ហានេះគាត់តែងតែគោរពភ្ញៀវមន្ត្រីរាជការរូបនេះដែលមិនធ្លាប់នាំមកនៅស្នាមប្រឡាក់អ្វីដល់គ្រួសាររបស់គាត់ត្រូវបានជីតារបស់គាត់ដាក់វិន័យជាលើកដំបូងនៅយប់នោះពេលខ្ញុំដោះសម្លៀកបំពាក់របស់គាត់ចេញខ្ញុំបានឃើញស្នាមរំពាត់ឈាមនៅលើខ្នងរបស់គាត់ខ្ញុំខំបូមមាត់របស់ខ្ញុំហើយយំដោយមិនអាចគ្រប់គ្រងបានច្បាប់របស់ផ្ទះបននិងគ្រួសារមន្ត្រីរាជការគឺតឹងរឹងគ្រាន់តែដើមឈើមួយវាខូខើណាស់ខ្ញុំបានស្ដីបន្ទោសមន្ត្រីរាជការថាល្ងងខ្លៅដោយដឹងថាគាត់នឹងបំពានច្បាប់គ្រួសារហេតុអ្វីបានជាគាត់ត្រូវរងទុក្ខវេទនាច្រើនយ៉ាងនេះបំផ្លាញរាងកាយល្អរបស់គាត់មន្ត្រីរាជការដេកនៅទីនោះព្យាយាមលូកដៃចេញពីក្រោមភួយដើម្បីប៉ះពាល់សាមរបស់ខ្ញុំគាត់និយាយថាវាមិនមែនដោយសារតែគាត់អាក្រក់នោះទេបន្ទាប់ពីថ្ងៃនោះខ្ញុំបានចាក់ចេញដោយមិននិយាយលាដោយរត់គេចខ្លួនទៅកន្លែងឆ្ងាយពីគាត់ប៉ុន្តែខ្ញុំនៅតែដំណឹងអំពីគាត់ខ្ញុំបានឮថាមន្ត្រីរាជការនៃទីក្រុងលីនអានបានស្វែងរកអ្នករំម្នាក់នៅទូទាំងទីក្រុងដោយបាត់បង់ភាពឆើតឆាយពីមុនរបស់គាត់ទាំងអស់ក្នុងស្ថានភាពដ៏កំសត់ធ្វើឲ្យជីតារបស់គាត់ខឹងយ៉ាងខ្លាំងរហូតដល់ក្អួតឈាមហើយធ្លាក់ខ្លួនឈឺប៉ុន្តែវាក៏ជាពរជ័យមួយដែលខ្លាំងបន្លំផងដែរបន្ទាប់ពីដឹងពីភាពគ្មានមេត្តារបស់អ្នករំមន្ត្រីរាជការបានប្រែចិត្តហើយដឹងខ្លួនកាប់ដើមប៉ោមហើយចាប់ពីពេលនោះមកផ្ដោតលើការសិក្សារបស់គាត់ខ្លាចជាមន្ត្រីជាន់ខ្ពស់រៀបការជាមួយស្ត្រីអភិជននិងរីកចម្រើនលើកនេះគាត់បានទៅភាគខាងជើង
គោលបំណងគឺដើម្បីស្វែងរកដៃរៀបការជាមួយចៅស្រីច្បងរបស់គ្រួសារឈៀនដែលជាត្រកូលលេចធ្លោមួយនៅលូជើនារីវ័យក្មេងឈៀននោះពិតជាមិនអាចប្រៀបផ្ទឹមបាននាងគឺជាស្ត្រីតែម្នាក់គត់នៅក្នុងលោកដែលស័ក្តិសមជាមន្ត្រីរាជការទូកដែលអំដំណើរគ្រួសារមន្ត្រីរាជការក្នុងការស្នើសុំរៀបការនិងពិធីជប់លៀងត្រូវបានបំពេញដោយសាច់ញាតិនិងមិត្តភ័ក្តិយប់នេះពិធីជប់លៀងមួយកំពុងត្រូវបានធ្វើឡើងនៅលើប៉ាល់ធំរបស់គ្រួសារមន្ត្រីរាជការដើម្បីរីករាយនឹងព្រឺដោយសារតែពួកគេនៅទីនោះដើម្បីជួយក្នុងឱកាសដ៏រីករាយនេះប្រធានបទបានញាតិទៅរកកូនប្រមុំយុវជនមាត់ខ្លាំងដែលច្បាស់ជាពឹងផ្អែកលើគ្រួសារមន្ត្រីនោះបាននិយាយដោយសំឡេងសើចសប្បាយសំណើចរបស់គាត់បន្លឺឡើងដល់ជ្រុងភ្លៅអ្នកបម្រើម្នាក់បាននាំខ្ញុំទៅអង្គុយខ្ញុំកាន់ចានស៊ុបត្រីមួយយ៉ាងស្ងៀមស្ងាត់រួចផ្លុំវាចេញដោយគិតថាខ្ញុំនឹងធ្វើឲ្យក្រពះត្រជាក់របស់ខ្ញុំក្តៅឡើងយ៉ាងឆាប់រហ័សរួចក៏ចាក់ចេញទៅដោយស្ងាត់ភ្លាមនោះមានការរំជើបរំជួលមួយបានកើតឡើងមានអ្នកមើលងាយចំពោះទង្វើរបស់យុវជននោះហើយចំអកឲ្យគាត់វាបានបង្ហាញថាយុវជនម្នាក់នេះឈ្មោះយួនពិតជាបានចាប់ផ្ដើមទ្រព្យសម្បត្តិរបស់គាត់នៅលើកោះដងហេដូនតារបស់គាត់បានទិញតំណែងមន្ត្រីតូចតាចហើយបានឡើងឋានៈក្នុងសង្គមដោយរៀបការជាមួយគ្រួសារមន្ត្រីដោយធ្វើអាជីវកម្មផ្លូវសមុទ្រឲ្យពួកគេគាត់ជាយុវជនដែលមិនសូវចេះពិចារណានឹងរឹងរូសដូច្នេះចៅវាយនាយនិងស្ត្រីវ័យក្មេងដ៏ថ្លៃថ្នូរទាំងនេះមិនបានគិតច្រើនអំពីគាត់ទេលើកនេះគាត់បានដើរតាមពួកគេទៅលុះឆៅដោយមិនខ្មាស់អៀនហើយមនុស្សគ្រប់គ្នាកំពុងចំអកគាត់ធ្វើឲ្យមុខរបស់គាត់ប្រែជាស្លេកស្លាំងរួចក៏ឡើងក្រហមយ៉ាងចិននៅស្ងៀមអង្គុយនៅទីនោះជាមួយពេងស្រាប៉ះថ្ងាសរបស់គាត់ហើយមើលចុះក្រោមដោយគិតច្រើនចៅវាយនាយវ័យក្មេងហួញមានអារម្មណ៍ខ្មាស់អៀនហើយខ្ញុំបានឈប់ផឹកស៊ុបភាពស្ងៀមស្ងាត់មួយបានគ្របដណ្ដប់លើតុចៅវាយវ័យក្មេងហួញមិនបានរស់នៅក្នុងឡានយូរទេហើយមិនបានដឹងអំពីព្រឹត្តិការណ៍កន្លងមកទេដោយរអ៊ូតុងខ្លួនឯងនៅខាងក្រៅបង្អួតទូកសំឡេងព្រឺធ្លាក់បានបន្លឺឡើងក្នុងត្រចៀករបស់ខ្ញុំការសម្លឹងមើលរបស់ខ្ញុំបានធ្លាក់ទៅលើភាពស្ងប់ស្ងាត់មិនធម្មតានៅក្នុងបន្ទប់មួយសន្ទុះមាននរណាម្នាក់នៅទៅបានសើចចំអកខ្ញុំបានបន្ទាបក្បាលរបស់ខ្ញុំបន្ថែមទៀតដោយប្រើវាំងនិរៈបងរុំដើម្បីលាក់រូបរាងរបស់ខ្ញុំភ្នែករបស់ខូជួនបានសម្លឹងមើលជុំវិញហើយមនុស្សគ្រប់គ្នាបានងាកមកស្ដាប់សំឡេងនោះគ្រាន់តែពួកគេហ៊ាននឹងកត់សម្គាល់ឃើញខ្ញុំបង្អួតបានបើកអនុញ្ញាតឲ្យខ្យល់និងព្រឺស្រទាប់ស្ដាងមួយចូលមកធ្វើឲ្យធូលីដេកកកុញមនុស្សជាច្រើននៅទៅបានស្គាល់ខ្ញុំហើយដកដង្ហើមធំបន្ទាប់មកពួកគេបានងាកមកមើលយ៉ាងយេងដោយប្រុងប្រយ័ត្នដែលកំពុងអង្គុយដោយដៃរបស់នាងកាលពីមុនប្រសិនបើមាននរណាម្នាក់បង្ខំខ្ញុំឲ្យរាំដោយពាក្យបិទឈាមបែបនេះដោយមិនគិតពីឋានៈរបស់ពួកគេយ៉ាងយេងនឹងប្រែជាត្រជាក់ភ្លាមហើយទាញខ្ញុំចេញប៉ុន្តែមិនមែនឥឡូវនេះទេឥឡូវនេះនាងគ្រាន់តែលើករោមភ្នែកឡើងសម្លឹងមើលខ្ញុំសិតសក់ហើយធ្វើសរសៃពូមួយដុំដោយចៃដន្យដែលរមៀលមកលើទៅដោយសំឡេងក្រហមធ្លាក់មកលើដីដូចជារបៀបដែលពួកអភិជនធ្លាប់ប្រព្រឹត្តចំពោះឧបករណ៍ភ្លេងដ៏ទាបបំផុតដោយសារនោះជាករណីសូមស្រីក្មេងសូមផ្ដល់កិត្តិយសដល់ខ្ញុំផងទោះបីជាខ្ញុំបានហាត់សំភ្លៅចិត្តរាប់មិនអស់ថានាងនឹងមិនតាក់ទងមកខ្ញុំម្ដងទៀតទេដោយឃើញនាងជួយខ្ញុំមីកំជុលសក់ចាស់របស់ខ្ញុំមកវិញយ៉ាងម៉ឺងម៉ាត់ក៏ដោយខ្ញុំនៅតែមានសង្ឃឹមបន្តិចបន្តួចខ្ញុំគិតថានាងនៅតែដូចមុនជាមនុស្សល្អណាស់នៅពេលនោះយ៉ានជីងមិនបានចាត់ថ្នាក់មនុស្សទៅជាវណ្ណៈផ្សេងគ្នាទេនៅក្នុងក្រសែភ្នែករបស់នាងលីយៀនជឺរកប្រាក់ចិញ្ចឹមជីវិតតាមរយៈសមត្ថភាពផ្ទាល់ខ្លួនដោយហាត់ក្បាច់គុនរហូតដល់បំពង់ហូឈៀមនិងជើងហូឈៀមដើម្បីសម្ដែងជូនព្រះអង្គម្ចាស់យីងហឺការច្រៀងរឿងនិទានវីរបុរសនិងសម្រស់ដែលជាវិមានអាយុមួយសតវត្សសម្រាប់ប្រទេសជាតិនិងប្រជាជនរបស់ខ្លួនគឺជាប្រភពនៃមោទនភាពសម្រាប់កវីម្នាក់គាត់ធ្លាប់បានដកដង្ហើមធំថាប្រសិនបើខ្ញុំចូលទៅក្នុងរាជវាំងនៅថ្ងៃណាមួយខ្ញុំនឹងទៅក្រសួងពិធីសាសនាហើយដាក់ញត្តិទៅព្រះមហាក្សត្រឲ្យធ្វើឲ្យលីយៀនរស់ឡើងវិញពីនិច្ចនិងតែងតាំងមន្ត្រីស្ត្រីនិងបញ្ចូលពួកគេទៅក្នុងពិធីសាសនានិងគោលនយោបាយតន្ត្រីដើម្បីនាំមកនូវសន្តិភាពដល់ដែនដីឥឡូវនេះពេលគិតទៅពាក្យទាំងនោះស្ដាប់ទៅល្អប៉ុន្តែវាគ្រាន់តែល្អប៉ុណ្ណោះខ្ញុំដឹងថាគាត់មានការអាក់អន់ចិត្តលើកនេះបើមិនច្រៀងចម្រៀងក្បាច់គុនទេតើអ្នកណាដឹងថាបញ្ហាអ្វីខ្លះនឹងកើតឡើងដោយសារតែព្រឺធ្លាក់ខ្លាំងដំណើរទៅកាន់លូជើនៅសល់ប្រហែល2ថ្ងៃទៀតយើងនឹងត្រូវស៊ូទ្រាំនឹងវាប៉ុន្តែក្នុងនាមជាសិស្សលីយៀនដែលបានឡើងឋានៈទោះបីជាខ្ញុំបានរីករាយនឹងថ្ងៃល្អមួយចំនួនដោយសារការពេញចិត្តរបស់អធិរាជក៏ដោយខ្ញុំមិនបានភ្លេចឫសគល់របស់ខ្ញុំទេដូច្នេះដោយមិនផ្លាស់ប្ដូរទឹកមុខរបស់ខ្ញុំបានក្រោកពីកៅអីរបស់ខ្ញុំដោយធម្មជាតិឆ្លងកាត់ការសម្លឹងមើលដែលមើលមិនឃើញហើយបោះជំហានទៅមុខខ្ញុំមិនបានរើសមាសទេដើម្បីជាប្រយោជន៍ដល់សេចក្តីសុចរិតរបស់អធិរាជខ្ញុំមិនចាំបាច់រំខានខ្លួនឯងជាមួយនឹងមាសដ៏មានតម្លៃនោះទេខ្យល់នឹងរើបានរារាំងផ្លូវរបស់ខ្ញុំប៉ុន្តែសំណាងល្អចៅវាយវ័យក្មេងបានឲ្យខ្ញុំជិះខ្ញុំគ្រាន់តែជាស្ត្រីដ៏រៀបរៀបសាមញ្ញនិងមិនឆ្មើងឆ្មៃប៉ុន្តែខ្ញុំអាចរាំដើម្បីអបអរសាទរការសោយទីវង្គតរបស់ព្រះចៅអធិរាជបានគ្រប់គ្រាន់ហើយខ្ញុំនិយាយខណៈពេលកំពុងសម្លឹងមើលតន្ត្រីករមួយចំនួនដែលកំពុងលេងឧបករណ៍ភ្លេងនៅក្បែរខ្ញុំសូមអំដំណើរខ្ញុំជាមួយនឹងបទចម្រៀងមួយដែលមានចំណងជើងថាហេស៊ីនឡាងទឹកមុខរបស់មនុស្សគ្រប់គ្នាបានផ្លាស់ប្ដូរយ៉ាងខ្លាំង
អ្នកនាងនិងគ្រួសារនេះជាអ្នកស្គាល់គ្នាចាស់មែនទេខ្ញុំតបទៅវិញទាំងបង្កប់ភាពឈឺចាប់ក្នុងចិត្តថាខ្ញុំនិងលោកមិនដែលស្គាល់គ្នាពីមុនមកទេគឺមិនស្គាល់គ្នាតតែសោះម្ចាស់ទូកនៅតែឆ្ងល់ចុះហេតុអ្វីបានជាលោកសុកចិត្តធ្វើរឿងបែបនេះដើម្បីអ្នកនាងខ្ញុំបានត្រឹមតែឆ្លើយតិចថាប្រហែលជាមកពីលោកជាមនុស្សល្អម្នាក់ហើយគ្រាន់តែសម្ដីខ្ញុំបញ្ចប់ភ្លាមសំឡេងសើចចំអកមួយក៏បានបន្លឺឡើងពីខាងទល់មុខនោះគឺជាលោកប្រុសស៊ីឈួនឈើឈួនលោកស្លៀកពាក់អាវរោមសត្វពណ៌ស្មើទៅមានរឹតពន់ត្រេកត្រអាលដែលម្ខាងបកផ្លិតដកថយទាំងកណ្ដាលខែងារហើយសើចចំអកមកឲ្យខ្ញុំមែនហើយអ្វីដែលអ្នកនាងម្នាក់នេះនិយាយគឺត្រឹមត្រូវណាស់លោកបងយ៉ានចិនយ៉ានជិនរបស់យើងគឺពិតជាមនុស្សដែលចូលចិត្តជួយយកអាសានិងមានចិត្តធម៌បំផុតនៅក្នុងក្រុងលៀនអានក្នុងថ្ងៃដែលព្រឺធ្លាក់ខ្លាំងបែបនេះតើអ្នកនាងចង់ទៅណាដែរឲ្យពួកយើងជូនទៅមួយដំណាក់កាលទៅទោះជាយ៉ាងណាលោកបងយ៉ានជាមនុស្សល្អមិនថាផ្លូវកាត់ឬមិនកាត់ក៏លោកគង់តែយល់ព្រមដែរខ្ញុំខំបូរមាត់មិននិយាយអ្វីទាំងអស់រួចយកដងស្នៀតសក់មកសុកលើក្បាលវិញចំណែកឯប្តីប្រពន្ធម្ចាស់ទូកបែរជាត្រេកអរជំនួសខ្ញុំព្រោះពួកគាត់ដឹងថាខ្ញុំមានការប្រញាប់បើនៅរោងចាំទូកតូចនេះមានតែត្រូវចូលចតចាំរហូតដល់ព្រិលឈប់ធ្លាក់ប៉ុន្តែបើបានទៅតាមទូកធំរបស់ពួកលោកគឺពិតជាចំណេញពេលវេលាណាស់ខ្ញុំមានការរារែកនិងក្តាប់បាតដៃខ្លួនឯងយ៉ាងណែនលោកប្រុសស៊ីឈួនឃើញបែបនេះក៏លើកចិញ្ចើមឡើងទាំងចរិតខ្ជិលច្រអូសរួចនិយាយឌឺដងថាខ្លាចអីទៅទោះជាយ៉ាងណាពួកយើងក៏មិនដែលស្គាល់គ្នាពីមុនមកដែរហើយលើខ្លួនអ្នកនាងក៏គ្មានរបស់របរអ្វីដែលមានតម្លៃដែរតើនៅខ្លាចខ្ញុំនិងលោកបងយ៉ានធ្វើបាបអ្នកនាងទៀតឬក្នុងពេលកំពុងប្រញាប់ប្រញ័រធ្វើដំណើរទៅកាន់ក្រុងលូជើព្យុះព្រិលបានធ្លាក់បោកបក់មកយ៉ាងខ្លាំងរហូតធ្វើឲ្យទូកតូចដែលខ្ញុំជិះនោះជ្រុលទៅបុកទូកធំរបស់គ្រួសារអ្នកមានអំណាចម្នាក់ដោយអចេតនាប្តីប្រពន្ធម្ចាស់ទូកតូចភ័យខ្លាចរហូតដល់ញ័រខ្លួនពួកគាត់ខ្សឹបប្រាប់ខ្ញុំទាំងព្រួយបារម្ភថាគ្រួសារម្ចាស់ទូកធំនេះជាអ្នកមានអំណាចធំធេងណាស់មិនមែនជាមនុស្សដែលយើងអាចទៅប្រឡាក់ប្រឡូកឬបង្កជម្លោះជាមួយបានឡើយប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺលោកប្រុសម្ចាស់ទូកម្នាក់នោះទោះបីជាមើលទៅមានចរិតឆ្មើងឆ្មាយនិងត្រជាក់ស្រទុំយ៉ាងណាក៏ដោយក៏លោកបែរជាមានចិត្តធម៌ខ្លាំងណាស់ដែរលោកមិនត្រឹមតែមិនប្រកាន់ទោសអូដំណើរចំពោះការបុកទូកនោះទេតែនៅពេលដែលឃើញដងស្នៀតសក់របស់ខ្ញុំជ្រុះចូលទៅក្នុងទឹកលោកសុកចិត្តលោតចូលទៅក្នុងទឹកកកដ៏ត្រជាក់ស្រេបដើម្បីស្រង់យកដងស្នៀតសក់នោះមកហុចឲ្យខ្ញុំវិញទៀតផងម្ចាស់ទូកតូចសម្លឹងមើលខ្នងរបស់លោកប្រុសម្នាក់នោះដែលជោគជាមដោយទឹកទាំងលបលបអណ្ដាតដោយភាពភ្ញាក់ផ្អើលរួចងាកមកសួរខ្ញុំដោយកែវភ្នែកប្លែក